ស្ដីបងប្អូនទាំងអស់គ្នាឥឡូវនេះវីដេអូវគ្គ2បងអូនទេសភាពមានអីចាគឺវាអត់ខៀវស្ងាត់ទេដោយសារតែមកនេះវានៅតែត្រជាក់ទេនៅជិះឆ្ងាយពីកន្លែងខ្ញុំនៅមកនេះមកដើរលេងនេះ3ម៉ោងអញ្ចឹងវានៅតាមខ្ញុំមើលទៅដើមឈើអីវាទៅមលាស់មកបាច់ទេបងអូនចាបើយើងមកចំខែដែររៀងក្តៅបន្តិចលាស់ខៀវគឺស្អាតមែនទែនលើភ្នំនេះណាតែយើងមកខុសខែអញ្ចឹងវាខ្យល់ហើយតិចបងអូនហើយដើមឈើនេះមិនមែនងាប់ទេចាគឺវាដោះមកពេចហើយវាអត់ទាន់ដល់វាអត់ទាន់ចូលខែក្តៅស៊ុបទេហើយណាមួយនៅនេះវាចិត្តបឹងអញ្ចឹងវាតិចលឿនអីចឹងទៅខ្យល់ហើយក្តៅក៏លឿនហើយកាលខ្ញុំទៅនេះគឺក្តៅខ្លាំងមែនទែនដល់ពេលស្អែកឡើងត្រជាក់ខ្លាំងមែនទែនលឿនមែនទែនចាមានអីចាដំណើរកំសាន្តជាមួយក្រុមគ្រួសារហើយនៅលើភ្នំហ្នឹងគេមានដូចកណ្ដឹងអញ្ចឹងបងអូនយើងវាយពីក្រៅនឹងគេហៅអីខុសត្រូវឯងបងអូនគេផ្សងណាយើងចង់ផ្សងអីយើងឲ្យវាយនឹងមួយចឹងណាខ្ញុំនេះខ្ញុំថតម៉ោងថ្លៃខ្ញុំគាត់ផ្សងគាត់បានជោគជ័យចឹងគាត់មកលាមិនណន់វិញចឹងទៅខ្ញុំផ្សងដែរបងអូនចាគឺបងថ្លៃខ្ញុំថាអ្វីទៅផ្សងទៅណាចង់ហើយក៏បោយតែឈឺបានហើយមិនចង់ឈឺឡើយហើយឥឡូវនេះគឺយើងឡើងមកស្អីគេប៉មគេហៅខ្ញុំមិនដឹងហៅអីបងអូនស្រួចឡើងទៅលើហ្នឹងយើងមើលទេសភាពមកឃើញតែយើងបើនិយាយទៅយើងមកអត់ចំខែដែលវាលាស់ស្លឹកឈើខៀវស្ងាត់អីវាស្អាតណាតែដល់ពេលយើងមកចំខែហ្នឹងវាទុំលាស់មកពេចហ្នឹងអញ្ចឹងវាអត់ខៀវស្អីទេចាឃើញទៅវាមើលបងអូនមើលតាមជាក់ស្ដែងចាដូចដើមឈើងាប់នឹងតាមពិតវាមិនងាប់ទេដើមឈើនឹងនៅរស់ចេញមកប្រឡក់តិចអូខេបាយបាយជម្រាបលាសុខសប្បាយទាំងអស់គ្នា